គ្រប់សមរភូមិទាំងអស់នៅម៉ោងនេះយើងត្រូវទទួលស្គាល់ការពិតយើងអត់មានប្រៀបលើគេទេគ្រប់សមរភូមិទាំងអស់មូលហេតុអីប្រៀបធៀបមើលដឹងខ្ញុំយកចំណេះដឹងជាគោលហ្មងចំណេះដឹងរបស់អ្នកនយោបាយខ្មែរជាមួយអ្នកនយោបាយជិតខាងវោះចំណេះដឹងរបស់បញ្ញវន្តខ្មែរនិងបញ្ញវន្តបរទេសជិតខាងអាចប្រៀបធៀបគ្នាបានប្រហែលបើថាខ្ញុំចេះដូចអ្នកចេះដឹងរបស់ថៃឬក៏អាយដាមបណ្ឌិតចេះដឹងដូចអ្នកនៅបញ្ញវន្តរបស់ថៃអូខេចេះដូចគ្នាតែពួកខ្ញុំមានប្រហែលអ្នកពួកខ្ញុំមានប្រហែលអ្នកពួកខ្ញុំមាន10អ្នកពួកគេមាន10000អ្នកឲ្យពួកខ្ញុំទៅប្រកួតគេយ៉ាងម៉េចអញ្ចឹងអ្នកទាំងអស់គ្នាគិតមើលខ្លួនឯងអុកញ៉ាចំណេះដឹងអុកញ៉ាហើយនឹងអ្នកមានរបស់ថៃយើងមិនបាច់និយាយហ្មងអុកញ៉ារបស់យើងនិយាយពីមានអស់ទាស់បាទជជែកមួយលោកគ្រូពុយគៀមុនហ្នឹងអុកញ៉ាគេមកឥឡូវថែមបណ្ឌិតទៀតនិយាយកន្លែងហ្នឹងហ្មងបាទមិនគួរបើថាអុកញ៉ាទៅបើថារៀនមែនទែនក៏រៀនណាតែអត់ឃើញរៀនសោះមកយកបណ្ឌិតដែរល្មមទៅបានហើយបើថាអុកញ៉ាក៏យកទៅព្រោះអាហ្នឹងអ្នកបកែរស់ស៊ីអ្នកគួរតែបានអុកញ៉ាទៅតែអ្នកមកយកងារបណ្ឌិតធ្វើអីបើអ្នកអត់រៀនផងនេះអញ្ចឹងដល់ពេលគេឃើញអុកញ៉ាបណ្ឌិតនេះខាងថៃឬខាងវៀតណាមគេយកប្រៀបធៀបអូអុកញ៉ាសិទ្ធិបណ្ឌិតស្រុកខ្មែរចឹងចំណេះដឹងអស់ទាស់ដល់ពេលទៅដើម FDI វិនិយោគហេដ្ឋារចនាសម្ព័ន្ធវិនិយោគលើវិស័យឧស្សាហកម្មអត់សោះអត់ចេះធ្វើការរស់ស៊ីទៅដើមបើថាចំនួនគ្នាបានយើងរស់ស៊ីទៅលោកគ្រូបើកកាហ្វេមិនទាន់បានប្រហែលខែផងឃើញមកស្ទុះក្រោយមកសើកាហ្វេផ្ដួលគ្នាអស់លីងនេះហើយគេហៅថារកស៊ីដោយគ្មានក្រមសីលធម៌នេះឯងលោកគ្រូមាននេះក៏មានភាសាកន្លែងហ្នឹងដែរគាត់មានអ្នករកស៊ីដែលចេះដឹងបាទមិនមែនប្រអាក់អីណាចង់คล้ายទៅជាអ្នករកស៊ីដែលប្រកែបើប្រៀបធៀបជាមួយបរទេសគួរតែនាំគ្នារៀនមើលងាយអ្នករៀនប្រៀបធៀបជាមួយនឹងកសិករកម្មករចំណេះដឹងយ៉ាងម៉េចលោកគ្រូជាមួយនឹងបរទេសយើងទៅអត់រួចទេខ្ញុំកាលណាយើងនិយាយអំពីសន្តិភាពជាមួយថៃត្រឡប់មកវិញលុះត្រាតែយើងស្គាល់ថៃជានរណាចង់មានសន្តិភាពជាមួយវៀតណាមត្រូវនាំគ្នាស្គាល់វៀតណាមជានរណាមិនមែនរត់គេចពីវៀតណាមខ្ញុំឃើញអង្គភាពបដិបដាលខ្លះប្រកាសបើកភាសាវៀតណាមដេប៉ាតឺម៉ង់វៀតណាមពួកអាយ៉ងចូលមកបង្កើតហើយអត់ចេះវៀតណាមទៅរៀនពីវៀតណាមយ៉ាងម៉េចហើយមិនបានស្គាល់ពីវៀតណាមហើយបើអត់ស្គាល់ពីវៀតណាមតើធ្វើយ៉ាងម៉េចមានសន្តិភាពជាមួយវៀតណាមបើសិនជាមិននាំគ្នារៀនថៃធ្វើម៉េចបានស្គាល់ថៃថាជានរណាតាន់បានអីស្អប់គេរត់ចោលគេបាត់ហ្នឹងអញ្ចឹងយូរទៅវាទឹកដីវាទៅតាមហ្នឹងឯងវារួមទៅតាមការគិតរបស់អ្នកទាំងអស់គ្នាហ្នឹងឯងអញ្ចឹងបញ្ញវន្តនៅទីនេះជាសំណុំពរហើយក៏ឆ្លើយនៅសំណួររបស់ព្រះអង្គដែលបានលើកឡើងខ្ញុំគិតថាសន្តិភាពសម្រាប់ខ្ញុំគឺកើតឡើងនៅពេលដែលយើងស្គាល់អ្នកទាំងបើសិនជាកម្ពុជាលើកប្រទេសរបស់ខ្លួនឯងទៅដាក់ជ្រោយក្បែរជ្រោយម៉ាឡាកាคล้ายជាតំបន់ឆ្លងកាត់នៃការដឹកជញ្ជូនសកលប្រហែលជាមិនបាច់ចាំបាច់ខ្វល់ទេយើងនឹងកពូអូតូម៉ាទិកប៉ុន្តែខ្មែរអត់ស្គាល់ថាខ្លួនឯងឈរនៅណាទេនៅឈូងសមុទ្រដែលគេហៅថាឈូងសមុទ្រថៃឬឈូងសមុទ្រខ្មែរឬឈូងសមុទ្រសៀមយើងនៅហៅអានឹងផងហ្នឹងយើងនៅស្ថិតនៅក្នុងទីតាំងមួយនៃតំបន់ទ្រនាប់ដែលលំបាកនៅក្នុងការដកដង្ហើមយើងមិនមែនជាកន្លែងដែលងាយស្រួលឲ្យគេយើងគិតថាខ្ញុំមានអ្វីទាំងអស់ខ្ញុំឆ្លើយអត់អ្វីទាំងអស់ងាកទៅខាងលិចថៃមានអ្វីទាំងអស់ភូមិសាស្ត្រនយោបាយនៅពេលដែលគេជ្រើសមហាអំណាចជ្រើសរើសយើងចង់ទៅនៅជាមួយសាកល្បងទៅនៅហើយតើចុងក្រោយយ៉ាងម៉េចអាមេរិកមានយកយើងឯណានៅថៃហ្នឹងបងប្អូនគិតកន្លែងហ្នឹងខ្ញុំស្រឡាញ់អាមេរិកតើស្រឡាញ់នរណាក៏ស្រឡាញ់ដែរព្រោះមហាអំណាចលេខ1មានយើងមិនស្រឡាញ់ចង់ទៅនៅមួយគាត់ចង់ងាប់ហ្នឹងប៉ុន្តែនៅពេលដែលអនុញ្ញាតឲ្យគាត់រើសណាគេទាយទៅហើយយើងចេះថាមិនព្រមទៅនៅជាមួយអាមេរិកមិនព្រមទៅនៅអាមេរិក
រៀនមនោគមសិក្សាអំពីអេរយាប័តរបស់ខ្មែរទៅដឹងហើយអានឹងអ្នកខ្ញុំនិយាយនេះក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវហើយសូមឲ្យបញ្ញវន្តហើយបញ្ញវន្តអង្គុយស្ដាប់នេះសូមពិចារណាហើយញែកឲ្យដាច់ដោយខ្លួនឯងហើយសម្រេចចិត្តចោះសូមធ្វើការសម្រេចចិត្តដោយខ្លួនឯងព្រោះទំពាំងស្នងឫស្សីមិនមែនត្រឹមតែពួកខ្ញុំ5នាក់អង្គុយនៅខាងលើទេពួកខ្ញុំចែករំលែកព័ត៌មានបានត្រឹមតែប៉ុណ្្នឹងយើងក៏លេចទៅមើលវៀតណាមយើងចង់បានមនោគមយើងចង់បានរឹងមាំយើងចង់បានឯករាជ្យគ្រាន់តែធ្វើព្រែកជីកមួយស្ទះមានបញ្ហាប្រឈមការដឹកជញ្ជូនត្រូវបានបង្អាក់យើងគិតមើលនរណាអ្នកបិទក្នុងនាមជាបញ្ញវន្តរកដំណោះស្រាយបែបណាបាតកម្មហកពេលដែលសៀមឆ្លៀនពៀនមកវាយសៀមឡើងវិញតោះបញ្ជូនទាហានទៅធ្វើកណនីទៅយើងត្រឡប់មកសន្តិភាពដែរឬក៏អត់ជាមួយនឹងថៃហើយវាពាក់ព័ន្ធអ្វីគ្នាខ្លះជាគំរូអាក្រក់តាមពិតខ្ញុំមុននឹងពេលដែលខ្ញុំនិយាយចំណុចនេះខ្ញុំលើកកន្លែងដែលត្រូវទាញមកពិចារណាអំពីជាតិនិយមបងប្អូនកាលណាយើងនិយាយពាក្យជាតិនិយមនៅពេលដែលយើងនិយាយនៅពេលដែលចង់ឲ្យមានបញ្ហាឆេះនៅប្រទេសចិនគ្រាន់តែលើកអំពីបញ្ហាជប៉ុនយកមកនិយាយជនជាតិចិនយុវជនចិនចាប់ដើមផ្ទុះកំហឹងភ្លាមនៅពេលដែលនិយាយអំពីបញ្ហាពាក់ព័ន្ធជាមួយនឹងចិននៅវៀតណាមយុវជនជាតិនិយមចិនជាតិនិយមវៀតណាមផ្ទុះកំហឹងភ្លាមនៅពេលដែលនិយាយអំពីបញ្ហាជាតិនិយមនៅប្រទេសថៃនិយាយអំពីកម្ពុជាថៃផ្ទុះភ្លាមប៉ុន្តែនៅពេលដែលនិយាយអំពីជាតិនិយមពីបញ្ហាអំពីវៀតណាមខ្មែរផ្ទុះភ្លាមសំណួរខ្ញុំទាញសូមឲ្យទៅពិចារណាត្រង់ចំណុចនេះហេតុអ្វីបានជាចំណុចគន្លឹះដែលធ្វើឲ្យជាតិនិយមនៃប្រទេសនីមួយៗផ្ទុះខ្ញុំឈានទៅរកការជជែកគ្នាត្រឡប់មកវិញអ្នកដែលរំលោភបំពានកម្ពុជាអ្នកដែលធ្វើសង្គ្រាមជាមួយនឹងកម្ពុជាច្រើនបំផុតមិនមែនវៀតណាមទេទីមើលប្រទេសណាចុះមិនបានជាតិនិយមយើងចំពោះថៃអត់មានតែបែរជាមានជាមួយវៀតណាមហេតុអ្វីបានអ្នកដែលធ្វើសង្គ្រាមហើយរំលោភទឹកដីថៃជាងគេចាំជាងគេនរណាគេទីមើលភូមិតែនៅពេលដែលនិយាយជាតិនិយមជាមួយនឹងជាតិនិយមនៅពេលដែលនិយាយជាមួយអំពីខ្មែរហេតុអីបាននៅថៃផ្ទុះអាដាមសុកទូចលោកមានប្រសាសន៍កន្លែងហ្នឹងត្រង់លោកបានលើកចំណុចមួយគេទៅដើមស្ដាច់ខ្ញុំមកដល់ម៉ោងនេះខ្ញុំខ្លាចបំផុតគឺយើងលងលក់ជាមួយនឹងការស្រឡាញ់ថៃហួសហេតុមនុស្សលោកមនុស្សអាដាមមនុស្សវិញក៏គាត់មានប្រសាសន៍ដែរសូម្បីតែប្រព័ន្ធអប់រំសាសនាពុទ្ធរបស់យើងព្រះអង្គទៅនឹងពីនឹងទាំងអស់បណ្ឌិតអក្សរសាស្ត្ររៀនពីណាจุฬាលង្កនគ្រោះថ្នាក់ណាអក្សរសាស្ត្រខ្មែរទៅរៀននោះនេះគឺជាចំណុចដែលខ្ញុំព្រួយបារម្ភគឺបញ្ហាដណ្ដើមអរិយធម៌សង្គ្រាមនេះត្រជាក់បំផុតដែលព្រួយបារម្ភមិនមែនព្រួយបារម្ភបាត់ទឹកដីនៅប្រទេសវៀតណាមទេខ្ញុំមានទស្សនៈខ្លះខ្ញុំប្រឆាំងដាច់ខាតមកខ្ញុំថាអ្នកដែលព្រួយបារម្ភហើយដែលងាយរំលោភបំពានហើយដល់ឱកាសឲ្យគេរំលោភទឹកដីរបស់កម្ពុជាបានងាយបំផុតគឺអ្វីដូចគ្នាសុទ្ធសាសនាក៏ដូចគ្នាការគិតក៏ដូចគ្នាស្នាមញញឹមក៏ប្រហែលគ្នាទទួលភ្ញៀវទេសចរដូចគ្នាអាមហូបអាហារស្តៀងគ្នាស្អីក៏ដូចគ្នាបែបបើយើងនិយាយវៀតណាមយើងងាយនឹងខុសគាត់ងាយសម្គាល់គ្នាមុខដូចគ្នាមុខខ្ញុំអីទីមើលទៅបើខាងវៀតណាមយើងឆ្ងាយពីគាត់ជាងតែដូចថៃអត់ក្នុងករណីចាំបាច់កាត់មកបន្តិចមកអស់លីងនេះគឺជាទស្សនៈទានមួយដែលបញ្ញវន្តក៏ដូចជាថ្នាក់ដឹកនាំត្រូវពិចារណា
vừa mấy bãi biết nó ở trên banประเทศ នឹង គង់វង្ស ហើយ មាន អិសរាជជន ខ្លះ មាន បញ្ញវន្ត ខ្លះ គាត់ ថា កុំ គិត អំពី ភាសា ខ្មែរ យក គំរូ តាម សង្ហបុរី ទៅ បើ សិន ជា កម្ពុជា លើក ប្រទេស របស់ ខ្លួន ឯង ទៅ ដាក់ ជ្រោយ ក្បែរ ជ្រោយ ម៉ាឡាកា คล้าย ជា តំបន់ ឆ្លង កាត់ នៃ ការ ដឹក ជញ្ជូន សកល ប្រហែល ជា មិន បាច់ ចាំបាច់ ខ្វល់ ទេ យើង នឹង ខ្លាយ ជា សិង្ហបុរី អូតូម៉ាទិក ប៉ុន្តែ ខ្មែរ អត់ ស្គាល់ ថា ខ្លួន ឯង ឈរ នៅ ណា ទេ នៅ ឈូង សមុទ្រ ដែល គេ ហៅ ថា ឈូង សមុទ្រ ថៃ ឬ ឈូង សមុទ្រ ខ្មែរ ឬ ឈូង សមុទ្រ សៀម យើង នៅ ហៅ អា នឹង ផង ហ្នឹង យើង នៅ ស្ថិត នៅ ក្នុង ទី តាំង មួយ នៃ តំបន់ ទ្រនាប់ ដែល លំបាក នៅ ក្នុង ការ ដក ដង្ហើម យើង មិន មែន ជា កន្លែង ដែល ងាយ ស្រួល ឲ្យ គេ យើង គិត ថា ខ្ញុំ មាន អ្វី ទាំង អស់ ខ្ញុំ ឆ្លើយ អត់ អ្វី ទាំង អស់ អត់ អ្វី ទាំង អស់ ងាក ទៅ ខាង លិច ថៃ មាន អ្វី ទាំង អស់ ភូមិសាស្ត្រ នយោបាយ នៅ ពេល ដែល គេ ជ្រើស មហា អំណាច ជ្រើសរើស យើង ចង់ ទៅ នៅ ជាមួយ អាមេរិក ទេ សាក ល្បង ទៅ នៅ ហើយ តើ ចុង ក្រោយ យ៉ាង ម៉េច អាមេរិក មាន យក យើង ឯណា គេ ដាក់ នៅ ថៃ ហ្នឹង បងប្អូន គិត កន្លែង ហ្នឹង ខ្ញុំ ស្រឡាញ់ អាមេរិក តើ ស្រឡាញ់ នរណា ក៏ ស្រឡាញ់ ដែរ ព្រោះ មហា អំណាច លេខ 1 មាន យើង មិន ស្រឡាញ់ ចង់ ទៅ នៅ មួយ គាត់ ចង់ ងាប់ ហ្នឹង ប៉ុន្តែ នៅ ពេល ដែល អនុញ្ញាត ឲ្យ គាត់ រើស គាត់ រើស ណា គេ ទាយ ទៅ ហើយ យើង គេ ថា មិន មិន ព្រម ទៅ នៅ ជាមួយ អាមេរិក មិន មិន ព្រម ទៅ នៅ អាមេរិក រៀន មនោគម សិក្សា អំពី អេរយាប័ត របស់ ខ្មែរ ទៅ ដឹង ហើយ អា ហ្នឹង អ្នក ខ្ញុំ និយាយ នេះ ក្នុង នាម ជា អ្នក សិក្សា ស្រាវជ្រាវ ហើយ សូម ឲ្យ បញ្ញវន្ត ហើយ នេះ ជា បញ្ញវន្ត អង្គុយ ស្ដាប់ នេះ សូម ពិចារណា ហើយ ញែក ឲ្យ ដាច់ ដោយ ខ្លួន ឯង ហើយ សម្រាប់ ចិត្ត ចុះ សូម ធ្វើ ការ សម្រាប់ ចិត្ត ដោយ ខ្លួន ឯង ព្រោះ ទំពាំង ស្នង រុស្សី មិន មែន ត្រឹម តែ ពួក ខ្ញុំ 5 នាក់ អង្គុយ នៅ ខាង លើ ទេ ពួក ខ្ញុំ ចែករំលែក ព័ត៌មាន បាន ត្រឹម តែ ប៉ុណ្្នឹង យើង ក៏ លេខ ទៅ មើល វៀតណាម យើង ចង់ បាន មនោគម យើង ចង់ បាន រឹងមាំ យើង ចង់ បាន ឯករាជ្យ គ្រាន់ តែ ធ្វើ នៅ ព្រៃជីក មួយ ស្ទះ មាន បញ្ហា ប្រឈម ការ ដឹក ជញ្ជូន ត្រូវ បាន បង្អាក់ យើង គិត មើល នរណា អ្នក បិទ ក្នុង នាម ជា បញ្ញវន្ត រក ដំណោះ ស្រាយ បែប ណា បាតកម្ម ហក ពេល ដែល សៀម ឈ្លានពាន មក វាយ សៀម ឡើង វិញ តោះ បញ្ជូន ទាហាន ទៅ ធ្វើ កណនី ទៅ បើ សិន ជា កណនី ពី ទំហំ សេដ្ឋកិច្ច អ្នក ទាំង អស់ គ្នា អា ហ្នឹង យើង ឃើញ តែ ម្ដង សង្គ្រាម អត់ យូរ ទេ បើ សិន ជា ធ្វើ សង្គ្រាម ពេញ ទំហឹង គេ មក ដល់ ទី ក្រុង ភ្នំពេញ ខ្ញុំ និយាយ ការ ពិត ប៉ុន្តែ ងាក មក លោក គ្រូ ពុយ គា បាទ ជា សហជន មួយ ដែល ខ្ញុំ គោរព ហើយ តាម មើល ដែរ គាត់ លើក អំពី សង្គ្រាម ព័ត៌មាន យើង ពិនិត្យ អំពី សង្គ្រាម វិសមមាត្រ នៅ ក្នុង ពេល បច្ចុប្បន្ន នេះ តែ យើង មិន ទាន់ មាន សមត្ថភាព គ្រប់គ្រាន់ គ្រប់ សមរភូមិ ទាំង អស់ នៅ ម៉ោង នេះ នៅ ម៉ោង នេះ យើង ត្រូវ ទទួល ស្គាល់ ការ ពិត យើង អត់ មាន ធៀប លើ គេ ទេ គ្រប់ សមរភូមិ ទាំង អស់ មូលហេតុ អី ប្រៀបធៀប មើល ចំណេះ ដឹង ខ្ញុំ យក ចំណេះ ដឹង ជា គោល មក ចំណេះ ដឹង របស់ អ្នក នយោបាយ ខ្មែរ ជាមួយ អ្នក នយោបាយ ជិត ខាង វាស់ ហើយ ចំណេះ ដឹង របស់ បញ្ញវន្ត ខ្មែរ និង បញ្ញវន្ត បរទេស អ្នក ជិត ខាង អាច ប្រៀបធៀប គ្នា បាន ប្រហែល បើ ថា ខ្ញុំ ចេះ ដូច អ្នក ចេះ ដឹង របស់ ថៃ ឬ ក៏ អាយដាមបណ្ឌិត ចេះ ដឹង ដូច អ្នក បញ្ញវន្ត នៅ បច្ចុប្បន្ន របស់ ថៃ អូខេ ចេះ ដូច គ្នា តែ ពួក ខ្ញុំ មាន ប្រហែល អ្នក ពួក ខ្ញុំ មាន ប្រហែល អ្នក ពួក ខ្ញុំ មាន 10 អ្នក ពួក គេ មាន 10000 អ្នក ឲ្យ ពួក ខ្ញុំ ទៅ ប្រកួត ជាមួយ គេ យ៉ាង ម៉េច អញ្ចឹង អ្នក ទាំង អស់ គ្នា គិត មើល ខ្លួន ឯង អុកញ៉ា ចំណេះ ដឹង អុកញ៉ា ខ្មែរ ហើយ នឹង អ្នក មាន របស់ ថៃ យើង មិន បាច់ និយាយ មក អុកញ៉ា របស់ យើង និយាយ ពី មាន អស់ ទាស់ បាទ ជជែក មួយ លោក គ្រូ ពុយ គា មុន ហ្នឹង អុកញ៉ា គេ មក ឥឡូវ ថែម បណ្ឌិត ទៀត សុំ និយាយ កន្លែង ហ្នឹង ហ្មង បាទ មិន គួរ បើ ថា អុកញ៉ា ទៅ បើ ថា រៀន មែនទែន ក៏ រៀន ណា តែ ឃើញ រៀន សោះ មក យក បណ្ឌិត ដែរ ល្មម ទៅ បាន ហើយ បើ ថា អុកញ៉ា ក៏ យក ទៅ ព្រោះ អា ហ្នឹង អ្នក ប្រកែ រស់ស៊ី អ្នក គួរ តែ បាន អុកញ៉ា ទៅ តែ អ្នក មក យក ងារ បណ្ឌិត ទៅ អី បើ អ្នក អត់ រៀន ផង នេះ អញ្ចឹង ដល់ ពេល គេ ឃើញ អុកញ៉ា បណ្ឌិត នេះ ខាង ថៃ ឬ ខាង វៀតណាម គេ យក ប្រៀបធៀប អូ អុកញ៉ា សិស្ស បណ្ឌិត ឲ្យ ស្រុក ខ្មែរ ចឹង ចំណេះ ដឹង អស់ ទាស់ អ
ដល់ទៅពេលដណ្ដើម FDI វិនិយោគហេដ្ឋារចនាសម្ព័ន្ធវិនិយោគលើវិស័យឧស្សាហកម្មអត់ចេះធ្វើការរកស៊ីដណ្ដើមតែគ្នាបើថាចំនួនគ្នាបានយើងរកស៊ីទៅលោកគ្រូបើកកាហ្វេមិនទាន់បានប្រហែលខែផងឃើញមកដល់ស្ទុះក្រោយមកសើកាហ្វេព្រោះនេះអស់លីងនេះហើយគេហៅថារកស៊ីដោយគ្មានក្រមសីលធម៌នេះឯងលោកគ្រូមាននេះក៏មានប្រសាទឯនឹងដែរគាត់មានអ្នករកស៊ីដែលចេះដឹងបាទមិនមែនប្រអាក់អីណាចង់ខ្លាយទៅជាអ្នករកស៊ីដែលប្រកែបើប្រៀបធៀបជាមួយបរទេសគួរតែនាំគ្នារៀនកុំមើលងាយអ្នករៀនប្រៀបធៀបជាមួយនឹងកសិករកម្មករចំណេះដឹងយ៉ាងម៉េចលោកគ្រូជាមួយនឹងបរទេសយើងទៅរួចទេខ្ញុំកាលណាយើងនិយាយអំពីសន្តិភាពជាមួយថៃត្រឡប់មកវិញលុះត្រាតែយើងស្គាល់ថៃជានរណាចង់នៅជាមួយចង់មានសន្តិភាពជាមួយវៀតណាមត្រូវនាំគ្នាស្គាល់វៀតណាមជានរណាមិនមែនរត់គេចពីវៀតណាមទេខ្ញុំឃើញអង្គភាពបដិបដាលខ្លះប្រកាសបើកភាសាវៀតណាមDepartmentវៀតណាមពួកអាយ៉ងចូលមកបង្កើតហើយអត់ចេះវៀតណាមទៅរៀនពីវៀតណាមយ៉ាងម៉េចហើយមិនបានស្គាល់ពីវៀតណាមហើយបើអត់ស្គាល់ពីវៀតណាមតើធ្វើយ៉ាងម៉េចមានសន្តិភាពជាមួយវៀតណាមបើសិនជាមិននាំគ្នារៀនថៃធ្វើម៉េចបានស្គាល់ថៃថាជានរណាគាត់បានអេងស្អប់គេរត់ចោលគេបាត់ហើយអញ្ចឹងយូរទៅទឹកដីវាទៅតាមហ្នឹងហើយវារួមទៅតាមការគិតរបស់អ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងបញ្ញវន្តនៅទីនេះជាសំណុំពរហើយក៏ឆ្លើយនៅសំណួររបស់ព្រះអង្គដែលបានលើកឡើងខ្ញុំគិតថាសន្តិភាពសម្រាប់ខ្ញុំគឺកើតឡើងនៅពេលដែលយើងស្គាល់អ្នកទាំងនោះហើយខ្ញុំឃើញលោកអង្គញាច្រើនណាសិតអ្នកអង្គញាលោកអង្គញាដែលរស់ស៊ីស្ពីខ្លះជួយគ្នាដែរតែសម្រាប់គ្នា business បាទ business ប្រហែលនេះគ្រាន់តែធ្វើមិនទាន់បានធ្វើរស់ស៊ីមិនទាន់បានប្រហែលផង6ខែឃើញរស់ស៊ីចំណូលអីរៀងកើនឡើងមកឯង5អីមកទឹមគ្នាកលេចទៅអញគេល្អជាងយើងហើយយើងទឹមដាក់លុយនឹងបាទយើងមានរើអីរួចយើងមានវិនិយោគអីបន្ថែមទៀតតោះបាទដួលបាត់អាអ្នកបង្កើតមុនហ្នឹងដួលបាត់របបទីផ្សារសេរីវាជាការពិតបាទប៉ុន្តែដូចបណ្ឌិតបងលោកមានប្រសាសន៍ចឹងគេបើយើងហងៃហ្នឹងវាកើតឡើងអញ្ចឹងហើយជុំកាលឡាដី1គីឡូដីការ៉ាសាក់10ជាងណាអានហ្នឹងហើយដែលវាហើយបូតាមទ្រឹស្ដីសេដ្ឋកិច្ចគេថាកាលណាអញ្ចឹងវាខាតផលទុនរដ្ឋមិនចេះថាគេមានលុយគេបាក់ខ្សែគេមិនអញ្ចឹងទេវាខាតផលទុនរដ្ឋកាលណាដួលទៅមិនមែនខាតតែលុយអូនរដ្ឋាទេផលទុនរដ្ឋទាំងមូលของបងប្អូនបាទឃើញទេបើយើងនិយាយអំពីការទាញប្រយោជន៍មកអភិវឌ្ឍនិងពង្រឹងទៅលើ SME ទាល់តែមានការចូលរួមពីគ្រប់ភាគីហើយជាពិសេសហ្មង SME ខ្ញុំមើលឃើញថាគឺខ្ញុំឃើញមានវេទិកាជជែកដេញដោលដើម្បីរស់ច្រើនណាប៉ុន្តែម្ចាស់ SME ទាំងអស់មានអារម្មណ៍ដូចគ្នាហើយគ្រាន់តែថាអញ្ចេះនៅក្នុងចំណោមអ្នកដែលរស់ស៊ីនៅក្នុងវិស័យ SME ហ្នឹងតើយើងក៏ត្រូវប្រជុំគ្នាឯងដែរអាហ្នឹងខ្ញុំបើលើកជាឧទាហរណ៍យើងត្រូវប្រជុំគ្នាឯងដែរទម្លាប់ខ្មែរយើងមួយរៀងអត់ល្អឡើងនេះអញ្ចេះបញ្ហាប្រឈមបើជាក្រុមចាក់ធំអាហ្នឹងខ្ញុំមិនដឹងទេណាតែទូចបើសិនបើគាត់ឃើញគាត់បើកហាងហ្នឹងនៅចំណេញមានមនុស្សច្រើនគាត់ទៅបើកដែរដាក់អង្គ5នៅចិត្តហ្នឹងហើយឲ្យអាគុណភាពល្អហ្នឹងទៅដល់ទៅពេលបើកហើយងាប់អស់គ្នាអានេះគេហៅ SME ដែរប៉ុន្តែគាត់អត់ចូលចិត្តរកស៊ីអ្វីដែលបំពេញគ្នានេះគាត់ចូលចិត្តរកអ្វីដែលជំនួសគ្នានេះអានេះយើងនិយាយអំពីការខ្វះខាតការជួយយន្តការដែលដាក់ឲ្យចំដើម្បីឲ្យជួយ SME ពីខាងសំណាក់រដ្ឋបាលសាធារណៈនេះយើងនិយាយប៉ុណ្ណេះគាត់ថាចំយើងចង់បានចំហ្នឹងមិនតែអត់ទាន់ឃើញណាមកតគូលនយោបាយមានតែអនុវត្តចំមិនអាហ្នឹងអត់ទាន់ដឹងប៉ុន្តែបើយើងនិយាយអំពី SME គ្នាឯងគ្រោះថ្នាក់ណាលោកអញ្ញាបាទតើគាត់ត្រូវជជែកគ្នាហ្នឹងត្រូវប្រជុំគ្នាហ្នឹងមិនគួរតែមានទីផ្សារសេរីហ្នឹងកុំឲ្យសេរីពេកឬក៏យ៉ាងណាពេលខ្លះសេរីពេកហ្នឹងព្រោះនៅក្នុងប្រទេសជាច្រើនខ្ញុំជឿជាក់ថានៅអឺរ៉ុបក៏ដោយនៅចិនក៏ដោយគាត់មានសមាមាត្ររបស់គាត់តំបន់ហ្នឹងគួរតែមានហាងកាត់សក់ប្រមាណខ្ញុំនិយាយឲ្យខ្លីចេះទេតំបន់ហ្នឹងគួរតែមានហាងអ៊ុតសក់ប្រមាណអាហ្នឹងខ្ញុំនិយាយអាតូចដែលគាត់ពិចារណា
តំបន់ហ្នឹងគួរតែមានសហគ្រាសប្រភេទនេះប្រមាណគួរតែដើម្បីសហមាត្រចំនួនជីវជនដើម្បីកុំឲ្យបើសិនជាលើសអាចំនួនហ្នឹងទៅធ្វើម៉េចបាទអាហ្នឹងក៏ត្រូវតែលូកដៃចូលដែរបាទបើសិនជាអត់កំណត់មិនអាចសេរីពេកឧទាហរណ៍ថាមនុស្សមានតែ 1000 នាក់ឯងអ៊ុតសក់ 1000 ហើយយើងធ្វើម៉េចយើងធ្វើម៉េចដើម្បីឲ្យវារស់វាអត់អាចរស់ទេវាងាប់ទាំងអស់គ្នាតើធ្វើយ៉ាងណាឲ្យនរណាជាអ្នកបង្ហាញនិងបង្រៀននិងបញ្យល់គ្នាដើម្បីឲ្យគាត់យល់ថា SME វាត្រូវតែជួយគ្នាបែបហ្នឹងបាទព្រោះខ្ញុំឃើញលោកអង្គញាច្រើនណាសិទ្ធិអ្នកអង្គញាលោកអង្គញាដែលរស់ស៊ីស្ពាយខ្លះជួយគ្នាដែរតែសម្រាប់គ្នា business បាទ business ប្រហែលនេះគ្រាន់តែធ្វើមិនទាន់បានធ្វើរស់ស៊ីមិនទាន់បានប្រហែលផង6ខែឃើញរស់ស៊ីចំណូលអីរៀងកើនឡើងមកឯង5អីមកទឹមគ្នាកលេចទៅអន់គេល្អជាងយើងយើងទឹមដាក់លុយហ្នឹងបាទយើងមានរើអីរួចយើងមានវិនិយោគអីបន្ថែមទៀតតោះបាទដួលបាត់អាអ្នកបង្កើតមុនហ្នឹងដួលបាត់នេះហើយជាបញ្ហាដែលមិនអាចជួយគ្នាបានដែលជាគ្រោះថ្នាក់មួយដែលប្រទេសកម្ពុជាគួរតែយកតាមគំរូប្រទេសមួយចំនួនបាទដែលយើងត្រូវមើលភាពឆ្លាតវៃរបស់ប្រទេសជាច្រើនដែលគេអភិវឌ្ឍទៅរួចដោយគេមិនប្រើគោលនយោបាយសម្រាប់គ្នាខ្ញុំចូលរួមក្នុងបណ្ឌិតសាស្ត្រពេលវិទ្យាខ្ញុំបាទចង់ជួយរួមចំណែកកន្លែងតិចបាទតែគឺបាទជួយទៅជួបមកនេះអូកែមកទឹកចោលគឺជីដូចនេះណែបាទអរគុណណាស់បងសាស្ត្រពេលបាទខ្ញុំស្ដាប់បាទដល់យកចិត្តទុកដាក់បណ្ឌិតបងអូនមិញមានប្រសាសន៍បាទវាជាការពិតចឹងហើយបានខ្ញុំផ្ដើមឡើងខ្ញុំចង់បាន hybrid ឃើញទេបាទរត់មិនលុបដៃមិនបានទេឃើញទេបាទរបបទីផ្សារសេរីវាជាការពិតបាទប៉ុន្តែដូចបណ្ឌិតបងអូនលោកមានប្រសាសន៍ចឹងគេនេះបើយើងហងៃនឹងវាកើតឡើងអញ្ចឹងហើយជុំកាលឡាដី1គីឡូដីការ៉ាសាំង10ជាងណាអាននឹងហើយដែលវាហើយបូតាមទ្រឹស្ដីសេដ្ឋកិច្ចគេថាកាលណាអញ្ចឹងវាខាតផលទុនរដ្ឋមិនមែនចេះថាគេមានលុយគេបើកខ្សែគេមិនមែនអញ្ចឹងទេវាខាតផលទុនរដ្ឋកាលណាដួលទៅមិនមែនខាតតែលុយអូនរដ្ឋាទេផលទុនរដ្ឋទាំងមូលមានបងប្អូនបាទឃើញទេអញ្ចឹងអានេះហើយដែលថាខ្ញុំចង់បាន hybrid នេះគាត់ថារដ្ឋត្រូវតែលោកដៃហើយបើមើលឃើញកន្លែងហ្នឹង exposure ហ្នឹងវានេះច្រើនពេកមិនគួរទេត្រូវតែលោកដៃដាច់ខាត់ដើម្បីរុញ SME ឲ្យតបាន